ចំពោះរបៀបនៃការលាងបន្លែយើងទាំងអស់គ្នាគឺពិតជាចេះ100%ហើយគ្រាន់តែការលាងបន្លែគឺយើងលាងមានរបៀបខុសៗគ្នាតាមទម្លាប់ផ្សេងៗគ្នាអញ្ចឹងណាអញ្ចឹងនៅមានរឿងមួយចំនួនដែលបងប្អូនអត់ដឹងតើតង់ជាមួយនឹងការលាងបន្លែអញ្ចឹងថ្ងៃនេះខ្ញុំក៏ចង់មកចែករំលែកដូចគ្នាផងដែរទៅលើការលាងបន្លែបែបណាដើម្បីរក្សាវីតាមីនដែលមាននៅក្នុងបន្លែនោះហើយជាធម្មតាការលាងបន្លែយើងអាចលាងមានពីររបៀបទី1ការលាងបន្លែយើងគ្រាន់តែបេះសម្អាតហើយយើងលាងពេលដែលបន្លែរបស់យើងអត់ទាន់កាត់របៀបទី2គឺការកាត់ហាន់បន្លែជាបំណែកហើយបានយើងយកទៅលាងអញ្ចឹងការលាងបន្លែពីរហ្នឹងគឺវាខុសគ្នាទៅលើការរក្សាវីតាមីននៅក្នុងបន្លែរបស់យើងអញ្ចឹងចំពោះការលាងបន្លែបែបដែលទី1ការដែលយើងគ្រាន់តែចិតសម្អាតអីហើយតែយើងអត់ទាន់បានហាន់ជាបំណែកអីក្នុងការលាងអាហ្នឹងគឺជាការលាងដែលល្អបំផុតនៅក្នុងការរក្សាវីតាមីនព្រោះវីតាមីនគឺត្រូវបានបែងចែកចេញជាពីរគឺ water soluble vitamin វីតាមីនដែលរលាយក្នុងទឹកជាមួយនឹង fat soluble vitamin វីតាមីនដែលរលាយក្នុងខ្លាញ់តែនៅក្នុងវីដេអូនេះគឺខ្ញុំអត់និយាយដល់វីតាមីនដែលរលាយក្នុងខ្លាញ់ទេព្រោះយើងតាក់ទងជាមួយនឹងការលាងបន្លែគឺខ្ញុំនិយាយតែវីតាមីនដែលរលាយក្នុងទឹកអញ្ចឹងចំពោះវីតាមីនដែលរលាយក្នុងទឹកគឺវាមានដូចជាវីតាមីន C ហើយនិងក្រុមនៃវីតាមីន B អញ្ចឹងយើងទាំងអស់គ្នាគឺដឹងហើយថាវីតាមីន B វីតាមីន C ហ្នឹងគឺវាសំខាន់មែនទែនចំពោះរាងកាយរបស់យើងព្រោះដោយសារវីតាមីនពីរប្រភេទហ្នឹងគឺវាអត់អាចស្តុកទុកនៅក្នុងរាងកាយរបស់យើងបានទេប៉ុន្តែមានវីតាមីនមួយគឺវីតាមីន B12 ដែលវាអាចស្តុកទុកនៅក្នុងរាងកាយរបស់យើងអញ្ចឹងវីតាមីន2នេះគឺយើងត្រូវការញ៉ាំបន្ថែមជារៀងរាល់ថ្ងៃព្រោះវីតាមីននីមួយៗវាមានតួនាទីសំខាន់នៅក្នុងការទ្រទ្រង់រាងកាយរបស់យើងដូចជាវីតាមីន C គឺវាជួយដល់ប្រព័ន្ធភាពស៊ាំរាងកាយលើពីនឹងទៅទៀតគឺវាជាអង់ទីអុកស៊ីដែនដែលវាជួយការពារទៅលើធ្មេញនិងចាញ់ធ្មេញរបស់យើងផងដែរហើយក្រុមនៃវីតាមីន B គឺវាមានតួនាទីច្រើនគឺវាជួយវីតាមីន B ខ្លះវាជួយទៅដល់កោសិកាឈាមក្រហមខ្លះជួយទៅដល់ស្បែកខ្លះជួយទៅដល់ប្រព័ន្ធប្រសាទផ្សេងៗណាហើយវីតាមីនទាំងអស់ហ្នឹងគឺវាមានតែវីតាមីន B12 មួយទេដែលវាស្តុកទុកក្នុងរាងកាយមាននៅក្នុងថ្លើមអញ្ចឹងវីតាមីនទាំងអស់ហ្នឹងដែលយើងត្រូវការបំពេញបន្ថែមញ៉ាំវាជារៀងរាល់ថ្ងៃដូច្នេះហើយការលាងសម្អាតបន្លែនិងរបៀបនៃការលាងបន្លែគឺវាដើរតួនាទីសំខាន់នៅក្នុងការជួយរក្សាវីតាមីននៃបន្លែខ្លាំងមែនទែនដូចនេះចូលមកដល់របៀបនៃការលាងបន្លែទី2គឺខ្ញុំជឿជាក់ថាភាគច្រើនបងប្អូនគឺតែងតែធ្វើជាមួយនឹងរបៀបនេះគឺយើងចាត់ហាន់បន្លែជាបំណែកហើយយើងយកទៅលាងចឹងចំពោះវិធីសាស្ត្រនេះបើសិនជាបងប្អូនអាចស្ដាប់ពីមុខមកគឺវិធីសាស្ត្រនេះវាអត់ល្អនៅក្នុងការជួយរក្សាវីតាមីននៅក្នុងបន្លែរបស់យើងទេគឺវាធ្វើឲ្យវីតាមីនបាត់បង់ទៅតាមផ្ទៃមុខកាត់នៃបន្លែរបស់យើងដែលយើងបានកាត់ហាន់នឹងតែម្ដងហើយបងអូនខ្លះលាងបន្លែមិនមែនត្រឹមតែកាត់ហើយយកទៅលាងទេពេលដែលលាងហ្នឹងគឺចំបាច់ខ្លាំងមែនតើសឹងថាបន្លែនឹងបែកអស់ហ្មងអញ្ចឹងអាការធ្វើបែបហ្នឹងគឺវាជាបញ្ហាមួយនៃការលាងបន្លែដែលធ្វើឲ្យបាត់បង់វីតាមីនស្ទើរតែអស់តែម្ដងដូចនេះបើសិនជាបងប្អូនបានស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់បងប្អូនអាចគិតសម្រេចចិត្តបានទៅតាមវិធីសាស្ត្រមួយណាដែលវាល្អនៅក្នុងការលាងបន្លែរបស់យើងទាំងអស់នេះវាគ្រាន់តែជាការចែករំលែកតាមការសិក្សាស្រាវជ្រាវរបស់ខ្ញុំអញ្ចឹងការសម្រេចចិត្តគឺវាអាស្រ័យទៅនឹងបងប្អូនតើការសម្រេចចិត្តរើសវិធីសាស្ត្រមួយណានៅក្នុងការលាងបន្លែជាប្រចាំថ្ងៃរបស់បងប្អូន